គេងយល់សពឃើញឪពុកនិងម្ដាយស្លាប់តើការដែលយើងគេងលងលក់ស្រាប់តែសុបិនឃើញឪពុកនិងម្ដាយរបស់យើងស្លាប់តែជាប្រផ្នូលប្រាប់ឲ្យយើងដឹងនៅរឿងអ្វីខ្លះតើនាពេលដ៏ខ្លីខាងមុខនឹងមានហេតុការណ៍កើតឡើងចំពោះអ្នកនិងក្រុមគ្រួសារយ៉ាងណាដែរចង់ដឹងខ្លឹមសារយ៉ាងណាសូមទស្សនាវីដេអូដល់ចប់ជាមួយនឹងសុបិននិមិត្តក្នុងកម្មវិធីជំនឿខ្មែរដូចតទៅ1យល់សុបិនឃើញឪពុកស្លាប់បើយោងតាមការបកស្រាយសុបិនប្រសិនបើយល់សុបិនឃើញលោកឪពុករបស់អ្នកបានស្លាប់មិនមែនជារឿងអាក្រក់នោះទេយល់សុបិនទូទាយថានឹងមានអ្នកឧបត្ថម្ភគាំទ្រតាមរយៈការជួយជ្រោមជ្រែងគ្រប់ច្រកល្ហកជាពិសេសនឹងរឿងការងារយ៉ាងណាមិញចូលប្រុងប្រយ័ត្នគ្រប់កាយវិការនិងការនិយាយស្ដីជាមួយចាស់ទុំឬរៀមច្បងកុំចេះតែបបាច់បបោចក៏មិនដោយខ្លួនជ្រុលមិនដូច្នោះទេរឿងសំណាងនឹងខ្លាចទៅជារឿងគ្រោះវិញផងយល់សុបិនឃើញលោកឪពុកស្លាប់ក្នុងជីវិតពិតត្រូវប្រយ័ត្នខ្ពស់ចំពោះទំនាក់ទំនងស្នេហាមិនថាអ្នកមានដៃគូឬគ្មានឡើយអ្នកអាចជំពាក់នឹងមានរឿងស្នេហារឿងអាស្រូវដោយការដើរផ្លូវខុសព្រោះតណ្ហាត្រេកត្រអាលពេលមួយគ្រាចូលកុំមិនដោយខ្លួនតាមអារម្មណ៍មួយពេលយ៉ាងណាមិញចំពោះអ្នកដែលធ្លាប់ប្រេះឆាកន្លងមកអ្នកអាចផ្សះផ្សាជាមួយគ្នាវិញក្នុងកំឡុងពេលនោះឯង2ការយល់សុបិនឃើញម្ដាយស្លាប់សុបិនឃើញម្ដាយស្លាប់អត្ថន័យរបស់វាមិនល្អជាប៉ុន្មានទេប៉ុន្តែក៏កុំទាន់ព្រួយបារម្ភអ្វីចំពោះសុបិននេះឡើយមិនពាក់ព័ន្ធនឹងសុខទុក្ខសុខភាពរបស់អ្នកម្ដាយរបស់អ្នកឡើយតាមការបកស្រាយពីសុបិនបុរាណចែងថាអ្នកនឹងត្រូវគេបោកប្រាស់ជាលុយជាកាក់មិនថាដោយផ្ទាល់ឬក៏តាមអ៊ីនធឺណិតក្តីក្នុងកំឡុងពេលនេះសូមអ្នកប្រុងប្រយ័ត្នចំពោះមនុស្សចិត្តស្និទ្ធជាងគេព្រោះដោយសារការជឿទុកចិត្តនេះឯងដែលអាចឲ្យអ្នកបាត់បង់នៅហិរញ្ញវត្ថុរបស់អ្នករលាយត្រឹមពេលមួយប្រព្រឹត្តភ្នែកចំណែកការងារវិញអាចត្រូវបានគេក្បត់លួចចាក់ពីក្រោយខ្នងដោយយកអ្នកធ្វើជាស្ពានឆ្លងដើម្បីឡើងឋានៈតួនាទីតែប៉ុណ្ណោះចំពោះជីវិតប្តីប្រពន្ធនឹងមានមនុស្សជ្រៀតជ្រែកទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកបើទោះបីដឹងថាអ្នកមានម្ចាស់ហើយក្តីដូច្នេះសម្បីខ្លួនផ្ទាល់គួរដាក់គម្លាតឲ្យបានត្រឹមត្រូវជៀសវាងបែកបាក់គ្នាដោយសារអ្នកក្រៅផងដែរយ៉ាងណាមិញសុបិននេះចំពោះមនុស្សនៅលីវក៏អាចថាជាអត្ថន័យល្អទៅវិញដោយសារអ្នកនឹងអាចជួបមនុស្សគូគប់នៅកន្លែងសាធារណៈផ្សារទំនើបកន្លែងហាត់ប្រាណឬក្នុងវិស័យការងារការបកស្រាយសុបិនត្រូវបានបញ្ចប់សូមអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយ